ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាទស្សនវិជ្ជាដែលខ្ញុំបានមកដើរលេងបាទហើយនេះដូចបងប្អូនបានឃើញហើយគឺសិតតែផ្លែទុរេនបងប្អូនបាទហើយគេដាំចកាខ្លួនឯងអញ្ចឹងណាបងប្អូនបាទហើយទុរេនច្រើនមែនតើបាទហើយនេះខ្ញុំចុះទៅខាងក្រោមបាទដោយសារកន្លែងនេះគឺកន្លែងរមណីយដ្ឋានគេកន្លែងគេកំសាន្តអញ្ចឹងណាបងប្អូនបាទតែគេមានជាការកម្មង់ម្ហូបអាហារញ៉ាំដែរបងប្អូនបាទហើយនេះខ្ញុំមកញ៉ាំបាយកន្លែងនេះហើយមកសម្រាប់លេងបាទចឹងហើយនៅកន្លែងនេះមានទឹកអូរមួយបងប្អូនបាទអូរហ្នឹងទឹកវាអត់ច្រើនប៉ុន្មានទេវាទឹកហូររាក់ៗទេបងប្អូនបាទហើយស្មើជង្គង់ស្មើចង្កេះអីទេបងប្អូនតែស្មូរថ្មបាទហើយទឹកហ្នឹងត្រជាក់ណាបងប្អូនបាទហើយអ្នកខ្លះគេមកសម្រាកមកកំសាន្តលេងកន្លែងហ្នឹងគឺអ្នកខ្លះគេមកហែលទឹកលេងអញ្ចឹងមកដេកលេងទឹកអញ្ចឹងណាបងប្អូនបាទដោយសារទឹកហ្នឹងវាហូរមកពីចន្លោះភ្នំអញ្ចឹងវាត្រជាក់បាទគឺយើងលេងទៅស្រួលខ្លួនបាទត្រជាក់មែនតើបាទសប្បាយបាទនេះបាទស្អាតមែនតើឥឡូវនេះយើងបានមកដល់កន្លែងខ្សែរ៉តហើយបងប្អូនបាទហើយខ្ញុំនឹងថតទស្សនវិជ្ជាដែលខាងពួកខ្ញុំបាទពួកខ្ញុំគាត់ឡើងជិះខ្សែរ៉តបងប្អូនបាទដើរលើខ្សែរ៉តចឹងណាបងប្អូនបាទនេះទស្សនវិជ្ជាពួកគាត់ឡើងលើខ្សែរ៉តបាទខ្សែរ៉តខ្ពស់ដែរបងប្អូនបាទដូចខ្ញុំថតបង្ហាញបងប្អូនហ្នឹងបាទខ្ពស់មែនតើបាទហើយគេឡើងមានដំណាក់កាលមួយដំណាក់កាលហ្នឹងណាដូចជាលក្ខណៈគេធ្វើជាលក្ខណៈឧបសគ្គចឹងបងប្អូនបាទយើងដើរឆ្លងហ្នឹងបាទអ្នកដែលពុះធំអីគេអត់ឲ្យឡើងទេបាទហើយដូចជាអ្នកស្វឹងស្រាអីក៏គេអត់ឲ្យឡើងដែរអ្នកខ្សោយបេះដូងអីបាទគឺគេអត់ឲ្យឡើងទេបាទខ្លាចមានគ្រោះថ្នាក់បងប្អូនបាទអានេះបើសិនជាធ្លាក់គឺមានគ្រោះថ្នាក់ដែរដោយសារវាខ្ពស់អញ្ចឹងណាបងប្អូនបាទតែនេះគឺពេលយើងឡើងទៅគេមានអ្នកខាងអ្នកការពារឬក៏ម្ចាស់គេទៅជាមួយអញ្ចឹងណាគេបរៀនឲ្យយើងចេះឡើងលើខ្សែរ៉តហ្នឹងណាបងប្អូនបាទគឺក្លាហានមែនតើបាទតើតអ្នកក្លាហានបានគេហ៊ានឡើងបងប្អូនបាទបើអ្នកមុំអីទាំងខ្លាចស្រាវអីកុំព្រោះហ្នឹងវាធ្វើយើងស្លុតដែរពេលខ្លះធ្វើដោយសារយើងអត់មានស្មារតីរឹងមាំអញ្ចឹងពេលឡើងទៅវាខ្លាចមានបញ្ហាអញ្ចឹងអ្នកខ្លះអាចបើសិនជាខ្សោយបេះដូងខ្សោយអីទៅអាចជាគាំងបេះដូងអញ្ចឹងណាបាទតែនេះបើសុខភាពល្អគឺឡើងទៅគ្មានអីទេបាទសប្បាយរីករាយបាទតែក៏មានការប្រុងប្រយ័ត្នខ្ពស់ដែរបាទព្រោះអាហ្នឹងតែវាមានបញ្ហាធ្លាក់អីនឹងមានគ្រោះថ្នាក់បងប្អូនបាទខ្ពស់ដែរបាទនឹងខ្សែហ្នឹងមានគេឆ្លងជាកន្លែងថាឧបសគ្គលំបាកខ្លះស្រួលខ្លះអញ្ចឹងណាបងប្អូនបាទតែសប្បាយបងប្អូនបាទបើឡើងម្នាក់ឯងយ៉ាងភ័យអរបន្តិចតែបើឡើងគ្នាច្រើនគឺសប្បាយបាទហើយក៏នៅក្នុងចំណោមពួកគាត់ហ្នឹងក៏មានកូនក្មេងមួយដែរបាទគឺគាត់ក្លាហានដែរបងប្អូនបាទគឺហ៊ានឡើងទៅលើដែរតែការឡើងហ្នឹងគឺដូចដែលខ្ញុំបានធ្លាប់និយាយគឺគេនេះទិញសំបុត្របាទគឺម្នាក់អស់$10បងប្អូនបាទគឺថ្លៃគួរសមដែរបងប្អូនបាទហើយនេះទស្សនវិជ្ជាដែលខ្ញុំថតបង្ហាញបងប្អូនហ្នឹងបាទគឺពួកគាត់កំពុងតែឡើងឆ្លងតាមដំណាក់កាលមួយដំណាក់កាលអញ្ចឹងបាទពីខ្ពស់ទៅទាបពីទាបទៅខ្ពស់ហ្នឹងណាបងប្អូនបាទតាមស្ថានភាពដើមឈើកាច់កង់ចុះឡើងអញ្ចឹងយើងចេះតែទៅបាទតែការដែលយើងឡើងចុះឡើងហ្នឹងគឺប្រើចំណាយពេលរាំងយូរដែរបាទចំណាយពេលគួរសមបាទយូរដែរដូចជា5-6ម៉ោងដែរបងប្អូនបាទដូចជាចន្លោះប៉ុណ្ណឹងបងប្អូនបាទដូចជា3-4ម៉ោងដែរពួកយើងអង្គុយចាំមកស្ទុះធំដែរតម្រាំតែពួកគាត់ឡើងផុតដល់កន្លែងចុះវិញណាបាទហើយដោយសារវាមានច្រើនដំណាក់កាលអញ្ចឹងណាបងប្អូនបាទហើយនេះបាទដូចទស្សនវិជ្ជាដែលខ្ញុំបង្ហាញបងប្អូនហ្នឹងចាំតិចទៀតខ្ញុំនឹងដាក់សម្លេងស៊ីនឲ្យបងប្អូនទស្សនាបន្តិចបាទនេះបាទទស្សនវិជ្ជាបាទ
Cao phôi tư nó này bắt trơn này nó tiền nó pi mong đi nó pi quá đây quá chưa tao bốc sổ không có cái này mình xuống đó ôi xin la con đang khảo anh láng chết à bằng nươn láng bạch xuống rồi nè nuôi cối ấy đâu phải lớn nó trong cối nữa mẹ tại mình đi mẹ tại chứ hay tại ta đi bên này đi chứ có ta làm năng cứ lại đây đâu ôi dậy ta thôi à vô nhau Cak, tapi kita dalam kita nanti. Oh. Lại lần từ lời tiên rồi bông. À, chọc đáy à. Ní có trao bông bông đấy. Có trao. Có mẹ. Hồng á. Tunggu deh, con cái mưa con trâu. Còn hai đứa lấy sai không